ទឹកជ្រោះដូចបានណាខែគ្នាយើងស្វេតរលាបានរកឲ្យហាងកាហ្វេមួយដែលចូលទៅមានអារម្មណ៍ថាស្រស់ស្រាយមែនតើហើយបើនិយាយពីទេសភាពវិញគឺថាអែមណាស់គឺគាត់មានទឹកជ្រោះទឹកធ្លាក់កន្លែងបាញ់ផ្សែងមានតោងមានរុក្ខជាតិជាច្រើនគឺថាមើលទៅគឺស្រស់ស្រាយស្អាតមែនតើហើយក៏មានកន្លែងអង្គុយបែបលក្ខណៈជា camping បោះតង់មើលទៅដូចជា resort ចឹងចូលទៅមានកន្លែងប្លង់ថតជាច្រើនមានឡានតូចមានកន្លែងបែប vintage កន្លែងលេងហ្គីតាលេង piano អីចឹងណាហើយអីដែលមានស្រឡាញ់ជាងគេនេះបើសិនជាយើងទៅចំពេលថ្ងៃរៀបលិចថាគេហៅថា sunset hour ហ្នឹងហ៎គឺគាត់ដាក់ភ្លើងពណ៌លឿងហ្នឹងគឺមើលទៅគឺស្អាតនោះស្អាតគឺថាអូយសតុនភ្នែកស្រស់ស្អាតមែនតើហើយអីដែលមានចូលចិត្តទៀតហ្នឹងគឺគាត់មានសត្វចិញ្ចឹមដូចជាសត្វសេកសត្វមាន់សត្វទន្សាយអីចឹងណាអញ្ចឹងគឺមានរបស់មើលរបស់លេងច្រើនអញ្ចឹងបើសិនជាគ្នាយើងធ្វើការងារមួយថ្ងៃឲ្យហត់ណាស់ចង់មានកន្លែង chill relax អីអញ្ចឹងអាចមកកន្លែងគាត់បានគឺថាមកហ្នឹងគឺត្រូវមកតែម្ដងគឺចូលទៅមានអារម្មណ៍ថាបាត់ stress ហ្មងហើយជាពិសេសភេសជ្ជៈនៅកន្លែងគាត់គឺមានតម្លៃសមរម្យមែនតើមួយកែវហ្នឹងទៅ 6,000 7,000 ទេអញ្ចឹងហាងនេះមានឈ្មោះថា Maitri Coffee ទីតាំងនៅសែនសុខអញ្ចឹងគ្នាយើងមើលឲ្យចំផ្សារ